របៀបចូលឈ្មោះប្រើប្រាស់ AC Super App ដំបូងសូមបងប្អូនចូលទៅកាន់ App Store ឬ Play Store ឬ App Gallery ដើម្បីទាញយកកម្មវិធីរួចចុចបើកសូមជ្រើសរើសភាសាបញ្ចូលលេខទូរស័ព្ទរបស់បងប្អូនឬចុចយល់ព្រមចុច Tick លើពាក្យខ្ញុំបានអាននិងយល់ព្រមតាមលក្ខខណ្ឌហើយអូសមុខស្ដាំដើម្បីយល់ព្រមរើសយកឯកសារណាមួយសម្រាប់គ្រប់គ្រងការចុះឈ្មោះប្រើប្រាស់ដូចជាអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនសៀវភៅគ្រួសារលិខិតសម្គាល់ព្រះសង្ឃជាដើមសូមប្រើឯកសារអត្តសញ្ញាណច្បាប់ដើមនិងនៅមានសុពលភាពករណីការចុះឈ្មោះដោយប្រើឯកសារអត្តសញ្ញាណក្រៅពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះលោកអ្នកត្រូវរងចាំភ្នាក់ងារធនាគារពិនិត្យសិនបើការចុះឈ្មោះត្រឹមត្រូវនោះលោកអ្នកនឹងអាចប្រើប្រាស់បានបន្ទាប់ពីភ្នាក់ងារពិនិត្យរួចចុចលើប៊ូតុងដែលមានពាក្យថាខ្ញុំត្រៀមរួចរាល់ហើយសូមដាក់មុខរបស់បងប្អូនឲ្យចំរង្វង់ដើម្បីស្កេនផ្ទៃមុខសម្រាប់ការស្កេនមុខនេះដែរសូមបងប្អូនស្វែងរកកន្លែងដែលមានពន្លឺគ្រប់គ្រាន់ជៀសវាងកន្លែងងងឹតពាក់ម៉ាស់មួកឬវ៉ែនតាបន្ទាប់ពីស្កេនមុខរួចសូមចុចយល់ព្រមហើយចុចលើប៊ូតុងដែលមានពាក្យថាខ្ញុំត្រៀមរួចរាល់ហើយបន្ទាប់មកថតឯកសារសម្រាប់គ្រប់គ្រងការចុះឈ្មោះរបស់បងប្អូនឲ្យបានច្បាស់ល្អរាល់ព័ត៌មានរបស់បងប្អូននិងបំពេញដោយស្វ័យប្រវត្តិយើងគ្រាន់តែបញ្ចូលមុខរបរនិងអាស័យដ្ឋានបច្ចុប្បន្នហើយចុចបន្តរួចដាក់លេខសម្ងាត់សម្រាប់ចូលកម្មវិធីសូមបញ្ជាក់លេខសម្ងាត់នោះម្ដងទៀតរួចចុចបញ្ជាក់ជាការស្រេចការចុះឈ្មោះរបស់បងប្អូនរួចរាល់ហើយសូមចុចពាក្យចាប់ផ្ដើមធ្វើប្រតិបត្តិការដើម្បីរីករាយទទួលបាននូវបទពិសោធន៍ថ្មីជាមួយ AC Super App ដែលលើសពីកម្មវិធីធនាគារអាចឆ្លើយតបតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនសូមអរគុណ AC Lida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត